អាណិតម៉ែណាខំដើរទៅផ្សាររាល់ថ្ងៃខ្ញុំនឹងឆ្នៃកង់ឆៃឲ្យម៉ែជិះឲ្យបានលើកនេះបង្ហេងមិនអួតទេគឺបង្ហេងធ្វើមែនបងហេងចេញបេសកកម្មហើយធ្លាប់តែជាអ្នកឡាយចង់ល្បីពេលនេះមកធ្វើជាជីងឈើម្ដងមើលត្រូវរកឈើមកធ្វើកង់ឲ្យម្ដាយគាត់តោះទស្សនាទាំងអស់គ្នាចូលព្រៃជ្រៅបន្តិចហើយតែមិនភ័យទេសំខាន់ឲ្យតែបានឈើល្អដើមនេះមើលទៅរាងស្អាតតែត្រូវពិនិត្យមើលគ្រឿងក្នុងវាបន្តិចសិនក្រែងវាមានក្លឹមក្នុងតិចមិនសូវរឹងមាំសំលេងហាប់ណែនល្អណាស់ដើមឈើនេះដឹងតែធ្វើកង់ជិះរលោងល្អហ្មងធ្វើកង់ម្ដងប្រើបានរាប់ឆ្នាំតែម្ដងនេះមិនមែនរុញឈើទេគឺការហាត់ប្រាណយកសាច់ដុំពុះហាលថ្ងៃឲ្យស្ងួតសិនចាំយកទៅដំឡើងកុំឲ្យវាកោងបងហេងគូប្លង់កង់របស់គាត់ចេញជារូបរាងហើយបងប្អូនចាំមើលគាត់ដំឡើងបានជោគជ័យអត់ទៅមើលបន្តទៀតឈូសឲ្យមូលឲ្យដូចដួងច័ន្ទថ្ងៃ15រោចឈូសឲ្យមូលពេលជិះកុំឲ្យរលាក់ខ្លាំងនេះគឺជាធ្នង់កង់ធ្វើពីឈើខ្លឹមវាធន់ជាមួយគ្រប់ឧបសគ្គហើយមិនងាយបាក់ខូចចោះចំកណ្ដាលបច្ចេកទេសនេះជាងស្រុកក្រៅក៏ធ្វើមិនឈ្នះខ្ញុំដែរតួកង់ត្រូវតែរឹងមាំជិះដប់ម៉ែក៏បានដប់ស្រីក៏បានឈ្នាន់ធាក់នេះយើងត្រូវធ្វើវាឲ្យរលោងស្អាតដើម្បីងាយស្រួលធាក់ខ្សែច្រវាក់ឈើនេះជាបច្ចេកវិទ្យាសម្ងាត់របស់បងហេងក្រៅពីបងហេងគ្មានជាងណាអាចធ្វើបានទេកន្ត្រកពីមុខសម្រាប់ដាក់ត្រីសាច់ឲ្យម៉ែកូនល្អគឺបែបហ្នឹងបងហេងសាក់លបងជិះមិនតិចរលាក់តិចមែនតែយ៉ាងណាក៏គ្រាន់បើជាងដើរដែរពេលម្ដាយគាត់ឃើញកង់គាត់ភ្ញាក់ផ្អើលហើយរំភើបចិត្តណាស់ដែលបងហេងគាត់ច្នៃកង់ឲ្យគាត់ជិះទៅផ្សារមើលទៅម្ដាយគាត់សប្បាយចិត្តពេលឃើញកូនចេះច្នៃកង់ជិះដោយខ្លួនឯងបានតម្លៃអប់រំដ៏ធំបំផុតក្នុងរឿងនេះគឺការបង្ហាញពីទឹកចិត្តកតញ្ញូរបស់បងហេងចំពោះម្ដាយទោះបីជាគាត់ជាមនុស្សចូលចិត្តអួតនិងខ្ជិលខ្លះក៏ដោយប៉ុន្តែនៅពេលឃើញម្ដាយហត់នឿយក្នុងការដើរទៅផ្សារគាត់បានសម្រេចចិត្តប្រើប្រាស់ចំណេះដឹងនិងកម្លាំងកាយដើម្បីធ្វើអ្វីមួយសម្រាប់សម្រាលទុក្ខលំបាករបស់ម្ដាយនេះជាការរំលឹកដល់កូនគ្រប់រូបឲ្យចេះសង្កេតនិងមើលថែទាំអ្នកមានគុណតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។